Patemulesinam. សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹងសាច់រឿងខ្មោចរបស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីមួយដោយសាច់រឿងមួយនេះគឺនិយាយអំពីបងប្អូនស្រីពីរនាក់ពួកគេបាននាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេវិញដើម្បីទៅចូលរួមពិធីបុណ្យសពរបស់លោកពូពួកគេហើយរឿងរ៉ាវដែលគួរឲ្យភ័យខ្លាចក៏ត្រូវបានកាត់ឡើងនៅទីនោះតែម្ដងហើយចំពោះសាច់រឿងមួយនេះ admin ហ៊ានធានាថាល្អមើលដោយសារតែខ្មោចនៅក្នុងរឿងមួយនេះវាលើកមានភាពច្បាស់លាស់វាលើងនៅតែក្នុងផ្ទះនោះទេប៉ុន្តែអ្នកដែលត្រូវបានវាលើងគឺប្រៀបដូចជារត់ពីភ្នំពេញទៅកម្ពុជាអញ្ចឹងដូច្នេះដើម្បីចង់ដឹងថាដូច admin និយាយឬក៏អត់សូមទៅទស្សនាទាំងអស់គ្នារឿងរ៉ាវត្រូវបានកាត់ឡើងនៅក្នុងអំឡុងឆ្នាំ2006គឺមានបរិសម្នាក់គាត់គឺជាអ្នកដឹកអីវ៉ាន់ឲ្យគេតាមផ្ទះហើយគាត់ក៏ត្រូវបានដឹកនៅកញ្ចប់អីវ៉ាន់មួយមកផ្ទះរបស់លោកពូម្នាក់ដែលគាត់មានឈ្មោះថាលោកពូខៃនៅពេលដែលមកដល់គាត់បានគោះទ្វារដើម្បីហៅលោកពូខៃប៉ុន្តែហាក់ដូចជាមិនមានមនុស្សនៅក្នុងផ្ទះទាល់តែសោះដូច្នេះគាត់ព្យាយាមគោះទ្វារហៅហើយហៅទៀតប៉ុន្តែក៏នៅតែមិនមានអ្នកឆ្លើយតបដដែលលុះដល់ពេលដែលគាត់លួចមើលទៅតាមបង្អួចទៅក៏បានឃើញថាលោកពូខៃកំពុងតែដើរនៅក្នុងផ្ទះនេះប៉ុន្តែម្ដងឃើញម្ដងអត់ប៉ុន្តែនៅពេលដែលគាត់ចេះតែព្យាយាមហៅទៅទ្វារក៏ត្រូវបានរបើកដោយខ្លួនឯងឃើញបែបនេះគាត់ក៏បានប្រាប់ថាអញ្ចឹងគាត់ដើរចូលហើយគាត់ក៏បានដើរចូលដោយយកកញ្ចប់អីវ៉ាន់នោះចូលទៅជាមួយដែរហើយគាត់បានឃើញលោកពូខៃក្នុងសភាពចម្លែកកំពុងតែភ័យស្រាប់តែបន្ទប់នៅពីក្រោយខ្នងរបស់គាត់បានបើកទ្វារព្រមទាំងបានប្រាប់ឲ្យគាត់ឆាប់ចូលមកលុះដល់ពេលដែលគាត់ងាកមកវិញស្រាប់តែគាត់បាត់លោកពូខៃដែលគាត់បានឃើញអំបញ្ញមិញដូច្នេះគាត់ក៏បានដើរចូលទៅតាមសំឡេងដែលបានហៅគាត់នោះលុះពេលដែលចូលទៅគឺបានឃើញថាលោកពូខៃគឺគាត់បានចងកស្លាប់បាត់បង់ជីវិតបាត់ទៅហើយធ្វើឲ្យអ្នកដឹកអីវ៉ាន់នឹងគឺគាត់ភ័យជាខ្លាំងសាច់រឿងក៏បានកាត់មកដល់បងប្អូនពីរនាក់ដោយពួកគេមានឈ្មោះថាអ៊ីស្ទីជាមួយនឹងហានីគឺនាងជាអ្នកដែលសម្លៀកបំពាក់ដើម្បីរកប្រាក់ចិញ្ចឹមជីវិតរបស់នាងជាមួយនឹងប្អូនរបស់នាងនិងរកប្រាក់ឲ្យប្អូនរបស់នាងបានរៀននៅសាកលវិទ្យាល័យផងដែរនៅក្នុងថ្ងៃនេះផងដែរប្អូនរបស់នាងបានប្រាប់ពីដំណឹងដែលនឹងត្រូវប្រឡងយកអាហារូបករណ៍ទៅរៀននៅឯទីក្រុងចាកាតាកំពុងតែសប្បាយចិត្តស្រាប់តែអ្នកមីងរបស់ពួកគេបានខលមកពីស្រុកកំណើតដោយគាត់បានប្រាប់ថាលោកពូខៃរបស់ពួកគេគឺសល់តែដង្ហើមចុងក្រោយតែប៉ុណ្ណោះហើយគាត់ចង់ជួបជាមួយនឹងពួកគេទាំងពីរនាក់ដូច្នេះគាត់សង្ឃឹមថាពួកគេនឹងមកជួបគាត់ជាលើកចុងក្រោយមុនពេលដែលគាត់ចាកចេញទៅនៅពេលដែលបានលើដំណឹងមួយនេះធ្វើឲ្យពួកគេទាំងពីរនាក់ពិតជាពិបាកចិត្តជាខ្លាំងដូច្នេះនៅថ្ងៃស្អែកព្រឹកឡើងពួកគេបាននាំគ្នាឡើងរថយន្តក្រុងដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតតែម្ដងទៅប៉ុន្តែនៅពេលដែលកំពុងតែធ្វើដំណើរនឹងហានីក៏បានស្រមៃឃើញនៅពេលដែលពួកគេទាំងពីរនាក់នៅក្មេងនៅពេលហ្នឹងពួកគេទាំងពីរនាក់ជិះទៅលេងនៅក្នុងភូមិឆ្ងាយពីផ្ទះប៉ុន្តែម្ដាយរបស់ពួកគេនឹងគឺបានប្រាប់ថាត្រូវតែត្រឡប់មកផ្ទះវិញមុនពេលថ្ងៃលិចប៉ុន្តែលើកនេះពួកគេគឺមកយឺតបាត់ទៅហើយចឹងហើយបានជាពួកគេខ្លាចម្ដាយរបស់ពួកគេដឹងជាយាមលបចូលទៅក្នុងផ្ទះវិញស្ងាត់ប៉ុន្តែត្រូវបានគាត់ដឹងដដែលហើយគាត់បានស្ដីឲ្យថាហេតុអ្វីបានជាមកយឺតពេលបែបនេះដឹងទេថានៅពេលយប់គឺនឹងមានខ្មោចចេញមកចាប់ក្មេងឬក៏ចង់ឲ្យខ្មោចចាប់ពួកគេបន្ទាប់ពីស្ដីឲ្យហើយគាត់ក៏បានឲ្យពួកគេទៅមុជទឹកដើម្បីសម្រាកនៅក្នុងយប់នោះផងដែរពួកគេទាំងពីរអ្នកបងប្អូនបានលេងជាមួយនឹងគ្នាព្រមទាំងយកសត្វខ្លាមកបន្លាយគ្នាថែមទៀតស្របពេលម្ដាយរបស់ពួកគេនឹងកំពុងតែលាងចានសុកស្រាប់តែមានអាការៈចម្លែកកើតឡើងហើយពួកគេទាំងពីរនាក់ដែលចូលមកផ្ទះបាយក៏បានឃើញតែម្ដងទៅលុះដល់ពេលដែលគាត់ងាកមកមុខទើបដឹងថាតាមពិតម្ដាយរបស់ពួកគេត្រូវបានខ្មោចចូលបាត់ទៅហើយនៅពេលដែលហានីភ្ញាក់ដឹងខ្លួនឡើងមកវិញក៏បានឃើញថានាងបានធ្វើដំណើរមកដល់ចំណតឡានក្រុងទៅហើយដោយមានលោកពូរបស់នាងម្នាក់បានមកទទួលពួកគេព្យាយាមសួរនាំទៅកាន់គាត់ដែរប៉ុន្តែគាត់ហាក់ដូចជាមិនបាននិយាយអ្វីទាំងអស់ជាមួយនឹងពួកគេរហូតដល់គាត់ជូនពួកគេមកដល់ផ្ទះនៅពេលដែលមកដល់ផ្ទះអ្នកមីងសាដាបានប្រាប់ឲ្យពួកគេចូលទៅក្នុងបន្ទប់ដើម្បីជួបជាមួយនឹងលោកពូខៃសិនទៅហើយនៅពេលដែលពួកគេចូលមកដល់ក៏បានឃើញសភាពរបស់លោកពូខៃគឺប្រៀបដូចជាម្ដាយរបស់ពួកគេកាលពីមុនចឹងដែលជាហេតុធ្វើឲ្យអ៊ីស្ទីនគឺមិនអាចនៅទីនេះបាននោះទេនាងមានបំណងចង់ចាក់ចេញទៅភ្លាមប៉ុន្តែត្រូវបានបងស្រីនឹងឃាត់កុំឲ្យតនអាទៅអីពេលនោះស្រាប់តែឃើញលោកពូខៃគាត់បានក្រោកឈរឡើងព្រមទាំងធ្វើការសុំការអភ័យទោសពីហានីឬក៏ពួកគេទាំងពីរនាក់ដូច្នេះហានីក៏បានយល់ព្រមអភ័យទោសឲ្យគាត់នៅពេលដែលបានលើពាក្យអភ័យទោសពីនាងគាត់ក៏ចាប់ផ្ដើមស្លាប់បាត់បង់ជីវិតតែម្ដងនៅពេលដែលគ្រូពេទ្យចូលមកពិនិត្យទើបឃើញថាគាត់បានដាច់ដង្ហើមស្លាប់បាត់ទៅហើយ
ដូច្នេះពួកគេក៏ចាប់ផ្ដើមមានការសោកសៅជាខ្លាំងបន្ទាប់មកអ្នកមីងសាដាក៏បានប្រាប់ពួកគេថាការពិតទៅលោកពូខៃគាត់ស្លាប់ជាច្រើនដងច្រើនសារមកហើយប៉ុន្តែគាត់តែងតែរស់ឡើងវិញបន្ទាប់ពីការប្រកាសនៃការស្លាប់របស់គាត់មិនទាន់បានប៉ុន្មានផងហើយហានីនាងក៏ឆ្ងល់ដែរថាចុះមីងសាបាដែលជាប្រពន្ធរបស់គាត់នៅឯណាមីងសាដាបានប្រាប់ថាសាបាគឺបានរត់ចោលគាត់បាត់ទៅហើយតាំងពីពេលដែលពួកគេចាក់ចេញទៅមកម្លេះបន្ទាប់ពីនិយាយជាមួយនឹងមីងសាដារួចហើយពួកគេក៏បាននាំគ្នាចូលទៅក្នុងបន្ទប់ដើម្បីសម្រាកហើយពួកគេក៏បានឃើញថាបន្ទប់របស់ពួកគេមើលទៅគឺនៅដដែលមិនមានការផ្លាស់ប្ដូរទាល់តែសោះទាំងដែលពួកគេបានចាក់ចេញអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងយប់នេះផងដែរអេស្ធីនាងប្រាប់បងស្រីរបស់នាងថានាងមិនចង់នៅទីនេះយូរនោះទេហើយបងស្រីរបស់នាងក៏បានប្រាប់ឲ្យនាងឆាប់គេងទៅព្រោះឲ្យស្អែកពួកគេនឹងបញ្ចុះសពលោកពូផងបន្ទាប់ពីបញ្ចុះសពរួចហើយពួកគេនឹងចាក់ចេញពីទីនេះតែម្ដងប៉ុន្តែនៅយប់នោះស្រាប់តែរឿងរ៉ាវចំណែកបានកើតឡើងគឺសពរបស់លោកពូនឹងគឺបានក្រោកឡើងដើរមករកពួកគេនៅពេលដែលអេស្ធីភ្ញាក់ឡើងគឺនាងមិនបានឃើញបងស្រីរបស់នាងគេងនៅលើគ្រែនោះទេមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានឃើញទ្វារត្រូវបានបើកចោលថែមទៀតឃើញបែបនេះធ្វើឲ្យនាងមានអារម្មណ៍មិនសូវស្រួលទាល់តែសោះនាងក៏បានចេញទៅរកបងស្រីរបស់នាងប៉ុន្តែនាងហាក់ដូចជារកគាត់មិនឃើញឡើយមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានឃើញបន្ទប់លោកពូរបស់នាងត្រូវបានបើកទ្វារចោលទាំងដែលគាត់ស្លាប់បាត់ទៅហើយអញ្ចឹងតែគាត់មិននឹងអាចបើកទ្វារបានទៅហើយនាងចេះតែមានអារម្មណ៍ថាលោកពូរបស់នាងកំពុងតែនៅពីក្រោយនាងប៉ុន្តែនៅពេលដែលងាកមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់បន្ទាប់មកនាងក៏បានប្រញាប់ទៅគោះទ្វារបន្ទប់ទឹកព្រោះឯនាងគិតថាបងរបស់នាងនៅទីនោះប៉ុន្តែបែរជាមិនបានលើសំឡេងឆ្លើយតបទាល់តែសោះលុះមួយផ្លែក្រោយមកបងរបស់នាងក៏បានបើកទ្វារចេញមកហើយនាងបានប្រាប់ពីរឿងរ៉ាវដែលនាងបានឃើញថាបន្ទប់លពូរបស់នាងត្រូវបានបើកទ្វារតែអ្នកណាគេគឺជាអ្នកបើកទ្វារបន្ទប់លពូរបស់នាងទៅប៉ុន្តែបងស្រីរបស់នាងបាននិយាយថាវាមិនអាចទៅរួចនោះទេព្រោះឯមនុស្សស្លាប់ទៅហើយមិននឹងអាចបើកទ្វារបានលុះដល់ពេលដែលនាងជូនបងនាងមកមើលឃើញថាទ្វារបន្ទប់ត្រូវបានបិទមិនដូចជាអ្វីដែលនាងបាននិយាយឡើយដូច្នេះគាត់ក៏បាននាំនាងចូលទៅគេងវិញប៉ុន្តែអេស្ទីនៅតែមិនអស់ចិត្តដដែលលុះដល់ពេលវេលាព្រឹកឡើងចូលមកដល់ពួកគេក៏ចាប់ផ្ដើមរៀបចំធ្វើពិធីដើម្បីយកសពរបស់គាត់យកទៅកប់ប៉ុន្តែសុកអេស្ទីចាប់ផ្ដើមឈឺក្បាលនិងហូរឈាមច្រមុះដូច្នេះមីងរបស់នាងបានប្រាប់ឲ្យនាងនៅផ្ទះសម្រាប់ទៅចោះទុកឲ្យគាត់គឺជាអ្នកចាប់ចែកនៅរឿងនេះដូច្នេះនាងក៏ត្រូវបានបងរបស់នាងយកមកឲ្យគេងសម្រាប់ហើយនៅពេលដែល Hanif នាងដើរចេញទៅខាងក្រៅនាងក៏បានឃើញតុក្កតាសម្រាប់ដោតមជុលរបស់ម្ដាយរបស់នាងត្រូវបានធ្លាក់នៅចំកណ្ដាលផ្ទះបន្ទាប់មកនាងក៏បាននឹកឃើញនៅពេលដែលនាងនៅក្មេងតុក្កតាមួយហ្នឹងគឺម្ដាយរបស់នាងតែងតែប្រើសម្រាប់ដោតមជុលរបស់គាត់នៅពេលដែលគាត់ដេរសម្លៀកបំពាក់ហើយគាត់ថែមទាំងបានបង្រៀនឲ្យនាងចេះដេរសម្លៀកបំពាក់រហូតធ្វើឲ្យនាងអាចចិញ្ចឹមជីវិតរបស់ខ្លួនឯងនិងប្អូនស្រីរបស់នាងរហូតមកដល់សប្តាហ៍ថ្ងៃនេះប៉ុន្តែនាងក៏ឆ្ងល់ដែរហេតុអ្វីបានជានៅសុកវាបែរជាមកនៅកណ្ដាលផ្ទះទៅវិញដោយសារតែនៅឃើញរឿងមួយនេះនាងក៏បានចូលទៅក្នុងបន្ទប់ម្ដាយរបស់នាងប៉ុន្តែនាងបានឃើញអ៊ំស្រីម្នាក់ឈរសម្លឹងមើលមកកាន់នាងប៉ុន្តែនាងគិតថាគ្រាន់តែនាងចិត្តខាងតែប៉ុណ្ណោះអញ្ចឹងនាងក៏មិនបានចាប់អារម្មណ៍អ្វីច្រើនដែរហើយនៅពេលដែលនាងមើលទៅកាន់រូបថតរបស់គាត់នាងក៏បាននឹកឃើញមុនពេលដែលគាត់ត្រូវបានស្លាប់អាការៈរបស់គាត់គឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនគាត់តែងតែរវើរវាយចង្អុលនេះចង្អុលនោះនៅក្នុងសភាពមួយដ៏ចម្លែកបន្ទាប់មកសំឡេងរ៉ាឌីយ៉ូក៏ត្រូវបានបន្លឺឡើងដូច្នេះពួកគេទាំងពីរនាក់ក៏បានប្រញាប់ទៅបិទព្រោះតែសំឡេងនោះវាគួរឲ្យខ្លាចខ្លាំងពេកលុះដល់ពេលដែលពួកគេទាំងពីរនាក់ងាកមកក៏ស្រាប់តែបាត់គាត់ប៉ុន្តែគាត់បែរជាមកឈរនៅពីក្រោយខ្នងរបស់ពួកគេទៅវិញបន្ទាប់មកគាត់ក៏បានបោកក្បាលខ្លួនឯងស្លាប់បាត់បង់ជីវិតតាំងពីពេលហ្នឹងតែម្ដងទៅនៅពេលនោះមីសាដាបានមកហៅនាងដោយសារតែគាត់បានទិញសាច់និងបន្លែជាច្រើនយកមកដាក់នៅក្នុងទូទឹកកកសម្រាប់ពួកគេទាំងពីរនាក់ប៉ុន្តែនាងបានប្រាប់ថានាងនឹងចាក់ចេញនៅថ្ងៃស្អែកនេះហើយហើយបានជាទិញម្ហូបច្រើនបែបនេះប៉ុន្តែត្រូវបានអ្នកមីងរបស់នាងប្រាប់ឲ្យនាងសម្រាកនៅទីនេះមួយសប្តាហ៍សិនទៅទម្រាំតែដល់ពេលដែលគាត់ធ្វើពិធីសូត្រឲ្យលោកពូរបស់នាងសិនហើយនាងក៏បានយល់ព្រមជាមួយនឹងសំណើរបស់គាត់ប៉ុន្តែនាងក៏បានសួរអំពីប្រពន្ធលោកពូរបស់នាងផងដែរមីងសាដាបានប្រាប់ថាប្រពន្ធរបស់លោកពូឯងក៏មានអាការៈដូចជាម្ដាយរបស់ឯងអញ្ចឹងនៅពេលដែលគាត់យកថ្នាំយកទៅឲ្យនាងមើលទៅនាងដូចជាមិនមែនជាមនុស្សធម្មតានោះទេអញ្ចឹងតែបានជាលោកពូរបស់ឯងចេះតែហាមមិនឲ្យចូលចិត្តហើយលោកពូរបស់ឯងបានស្ដីបន្ទោសឲ្យមីងជាខ្លាំងនៅពេលដែលមីងចូលទៅក្នុងបន្ទប់នោះគាត់បានហាមដាច់ខាតថា
មិនឲ្យចូលទៅរញ៉េរញ៉ៃជាមួយនឹងប្រពន្ធរបស់គាត់នោះទេដោយសារតែគាត់ខឹងខ្លាំងពេកគាត់ក៏បានចេញទៅបាត់ទៅប៉ុន្តែបន្ទាប់ពីគាត់ចេញទៅមិនបានប៉ុន្មានគាត់ក៏បានទទួលដំណឹងថាសាដាត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីដឹងរឿងនេះធ្វើឲ្យហានីឆ្ងល់ជាខ្លាំងហេតុអ្វីបានជាគ្រួសាររបស់នាងស្លាប់ដោយវេទនាបែបនេះមិនថាពុកម្ដាយឬក៏ពូមីងរបស់នាងនោះទេប៉ុន្តែត្រូវបានមីងសាដាធ្វើការលួងលោមនាងនិងលានាងត្រឡប់ទៅផ្ទះរបស់គាត់វិញបន្ទាប់មកអ៊ីស្ធីក៏បានមកជួបជាមួយនឹងបងស្រីរបស់ខ្លួននិងសួរថាហេតុអ្វីបានជាអ្នកមីងមិនស្នាក់នៅទីនេះដែរតែពេលនេះគាត់ទៅណាបងស្រីរបស់នាងបានប្រាប់ថាផ្ទះនេះគឺជាផ្ទះរបស់យើងដូច្នេះគាត់មិនស្នាក់នៅផ្ទះរបស់យើងនោះទេយើងគឺជាអ្នកមើលថែរក្សាវាដោយខ្លួនឯងគាត់ត្រូវទៅផ្ទះរបស់គាត់វិញដើម្បីមើលថែរក្សាប្តីរបស់គាត់លុះដល់ពេលយប់ឡើងរឿងរ៉ាវចម្លែកត្រូវបានកាត់ឡើងចំពោះអ៊ីស្ធីគឺនាងបានឃើញលោកពូរបស់នាងឈរនៅមាត់បង្អួចប៉ុន្តែនៅពេលដែលនាងរវល់តែងាកមើលទៅកាន់បងស្រីរបស់នាងហើយនាងងាកមកវិញស្រាប់តែបាត់មិនបានឃើញគាត់នៅឈរកន្លែងនឹងទៀតដូច្នេះនាងក៏បានប្រញាប់រៀបចំសម្លៀកបំពាក់របស់នាងដើម្បីត្រឡប់ទៅវិញនៅថ្ងៃស្អែកប៉ុន្តែបងរបស់នាងបានប្រាប់ថាពួកយើងនឹងមិនត្រូវចាក់ចេញនៅថ្ងៃស្អែកនោះទេព្រោះគាត់បានសន្យាជាមួយនឹងអ្នកមីងហើយថាត្រូវនៅទីនេះរយៈពេល7ថ្ងៃសិនតែធ្វើឲ្យនាងគឺមិនពេញចិត្តទាល់តែសោះប៉ុន្តែនៅពេលដែលនាងចេញមកដើម្បីញ៉ាំបាយពេលនោះនាងក៏បានឃើញតុក្កតាហ្នឹងនៅខាងក្រៅទៅវិញទាំងដែលនាងចាំច្បាស់ថានាងបានយកវាដាក់ជាប់ជាមួយនឹងកាតាបរបស់នាងបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះនាងចេះតែមានអារម្មណ៍ប្លែកៗថាដូចជាមានមនុស្សដើរនៅពីក្រោយខ្នងរបស់នាងប៉ុន្តែនៅពេលដែលងាកមើលទៅមិនឃើញអ្វីទាំងអស់នាងស្ទើរតែលួចព្រលឹងទៅហើយដោយសារតែអេស្ទីមកឈរថ្មឹងនៅពីក្រោយខ្នងរបស់នាងលុះដល់ពេលយប់ឡើងនៅពេលដែលពួកគេទាំងពីរនាក់គេងលក់អស់ស្រាប់តែទ្វារត្រូវបានរបើកឡើងហើយអេស្ទីនាងក៏បានភ្ញាក់ដឹងខ្លួននាងបានឃើញស្រមោលមនុស្សចូលមកក្នុងបន្ទប់របស់ពួកគេហើយបើតាមនាងមើលទៅនោះគឺជាលោកពូរបស់នាងព្រមទាំងបានលូនចូលមកក្នុងភួយទៀតតាមពិតវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះនៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងឃើញទ្វារគឺពិតជាត្រូវបានរបើកដោយខ្លួនឯងពិតមែនប៉ុន្តែយប់នេះគ្មានរឿងរ៉ាវអ្វីកើតឡើងនោះទេចំណែកឯហានីនៅពេលដែលនាងរៀបចំបន្ទប់នាងក៏បានឃើញរបស់មួយដែលនាងចាំបានថារបស់នោះគឺប៉ូលីសបានរកឃើញនិងប្រគល់ឲ្យមីងរបស់នាងនៅថ្ងៃដែលឪពុករបស់នាងបានស្លាប់ដោយសារតែឆ្ងល់ថាជារបស់អ្វីនាងក៏បានបើកមើលងាកមកកាន់អ៊ីស្ទីនេះវិញនៅពេលដែលនាងកំពុងតែអង្គុយនៅក្នុងបន្ទប់តែម្នាក់ឯងនៅពេលនោះស្រាប់តែនាងចាប់ផ្ដើមឈាមច្រមុះមិនត្រឹមតែប៉ុណ្ណោះសត្វឆ្មាជ័ររបស់នាងហើយជាមានសកម្មភាពដោយខ្លួនឯងទាំងដែលនាងមិនបានធ្វើអ្វីទាំងអស់បន្ទាប់មកអាការៈរបស់នាងក៏ចាប់ផ្ដើមប្លែកចំណែកតែម្ដងទៅហើយបងស្រីរបស់នាងគឺគាត់មិនបានដឹងអំពីរឿងនឹងនោះទេលុះដល់ពេលយប់ឡើងនៅពេលដែលបងស្រីរបស់នាងកំពុងតែធ្វើម្ហូបគាត់មានអារម្មណ៍ថាមានមនុស្សចេះតែដើរពីក្រោយខ្នងគាត់ប៉ុន្តែនៅពេលដែលងាកមើលបែរជាមិនបានឃើញអ្វីទាំងអស់អេស្ទីបានចេញមកពីបន្ទប់របស់នាងនិងចាប់ដៃបងរបស់នាងជាប់ដោយនាងបានប្រាប់ថាម្ហូបនេះទុកឲ្យនាងជាអ្នកធ្វើវិញឲ្យគាត់ទៅសម្រាកទៅចោះដូច្នេះហានីហ្វនាងក៏បានដើរចេញមកកាន់បន្ទប់ទទួលភ្ញៀវវិញប៉ុន្តែនាងបែរជាបានឃើញប្អូនស្រីកំពុងតែអង្គុយនៅទីនេះទៅវិញអញ្ចឹងតើអ្នកដែលនាងបានឃើញអំបីមិញតើជាអ្នកណាដោយមិនអស់ចិត្តនាងក៏បានដើរទៅកាន់ផ្ទះបាយវិញដើម្បីមើលម្ដងទៀតហើយពិតជាបានឃើញថាប្អូនស្រីរបស់នាងនៅទីនេះពិតមែនប៉ុន្តែមើលទៅភ្នែករបស់នាងខ្មៅគឺមិនមែនជាប្អូនស្រីរបស់នាងនោះទេប៉ុន្តែនៅពេលដែលនាងងាកមើលម្ដងទៀតក៏ស្រាប់តែបាត់ទៅវិញដូច្នេះនាងគិតថាប្រហែលជាមកពីអារម្មណ៍របស់នាងរវើរវាយអញ្ចឹងហើយបានជានាងចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបមុខឲ្យស្រឡះអារម្មណ៍បន្តិចហើយនៅពេលដែលនាងកំពុងតែលុបមុខនាងមានអារម្មណ៍ថាដូចជាមានមនុស្សនៅក្នុងអាងទឹកលុះដល់ពេលដែលនាងព្យាយាមមើលទៅទើបដឹងថាមនុស្សនោះគឺជាលោកពូរបស់នាងនឹងឯងឃើញបែបនេះនាងបានប្រញាប់រត់ចេញពីបន្ទប់ទឹកមកវិញប៉ុន្តែនៅពេលដែលចូលមកដល់ក្នុងបន្ទប់ស្រាប់តែមិនបានឃើញប្អូនស្រីរបស់នាងទាល់តែសោះនាងបានឮសំឡេងនៅក្នុងបន្ទប់លោកពូរបស់នាងដូច្នេះនាងក៏បានប្រាប់ឲ្យបើកទ្វារហើយនៅពេលដែលនាងមើលទៅតាមប្រឡោះបែរជាបានឃើញប្អូនស្រីរបស់នាងនៅក្នុងនឹងហើយដោយសារតែទ្វារនោះគឺមិនអាចបើកបាននាងក៏បានយំសងអង្វរឲ្យដោះលែងប្អូនស្រីរបស់នាងចេញមកភ្លាមនោះផងដែរទ្វារក៏ត្រូវបានរបើកដោយខ្លួនឯងដូច្នេះនាងក៏បានប្រញាប់រត់ចូលទៅហើយក៏បានឃើញប្អូនស្រីរបស់នាងនៅទីនេះពិតមែនភ្លាមនោះនាងក៏បានប្រញាប់នាំគ្នាចាក់ចេញពីទីនេះទាំងយប់តែម្ដងប៉ុន្តែប្អូនស្រីរបស់នាងបែរជានិយាយថាมันអាចចាក់ចេញពីទីនេះបាននោះទេពួកគេត្រូវនៅទីនេះរយៈពេល40ថ្ងៃហើយ40ថ្ងៃក្រោយទៀតវានឹងត្រឡប់មកវិញនិយាយទៅមានន័យថាពួកគេមិនអាចចាក់ចេញពីទីនេះបាននោះទេនៅក្នុងអំឡុងពេល40ថ្ងៃនេះព
ពួកគេត្រូវនៅទទួលរងទុក្ខនៅទីនេះរយៈពេល40ថ្ងៃហើយ40ថ្ងៃក្រោយមកទៀតខ្មោចនោះវានឹងមកយកជីវិតរបស់ពួកគេតែម្ដងលុះដល់ពេលវេលាព្រឹកស្អែកឡើងចូលមកដល់ពួកគេបាននិយាយគ្នាពីរឿងត្រូវចាក់ចេញពីទីនេះប៉ុន្តែហានីបានប្រាប់ទៅកាន់ប្អូនស្រីរបស់នាងថាមើលទៅពួកគេមិនអាចចាក់ចេញពីទីនេះបាននោះទេហើយអ្វីដែលពួកគេត្រូវធ្វើនៅពេលនេះគឺមានតែចូលទៅក្នុងបន្ទប់របស់លោកពូពួកគេតែប៉ុណ្ណោះដើម្បីស្វែងរកវិធីដើម្បីដោះស្រាយរឿងរ៉ាវមួយនេះដូច្នេះពួកគេក៏បានចូលទៅរើកកាយនៅក្នុងបន្ទប់របស់គាត់បន្ទាប់ពីការរើអស់រយៈពេលជាយូរពួកគេក៏បានរកឃើញសៀវភៅមួយក្បាលដែលមានគម្របពណ៌ក្រហមលុះដល់ពេលដែលបើកមើលទៅទើបដឹងថាការពិតលោកពូរបស់គេគឺបានដាក់អំពើទៅលើពួកគេនឹងឯងហើយអំពើមួយនេះគឺគេឲ្យឈ្មោះថាជរ៉បហើយមនុស្សដែលនៅក្នុងរូបថតនេះគឺនឹងត្រូវអំពើនឹងទាំងអស់ពួកគេនឹងត្រូវអំពើបែបនេះរហូតដល់ស្លាប់បាត់បង់ជីវិតហើយអ្នកដែលធ្វើពិធីនឹងដើម្បីទទួលបានផលគឺមិនត្រូវបរិភោគអ្វីទាំងអស់សូម្បីតែទឹកអ្វីដែលគេអាចបរិភោគបានគឺបានត្រឹមតែដីភ្នូរតែប៉ុណ្ណោះគឺជាដីកន្លែងដែលគេកប់សពនឹងឯងហើយអ្នកដែលត្រូវបានគេធ្វើពិធីនេះដាក់គឺនឹងត្រូវរងទុក្ខវេទនាអស់រយៈពេល40ថ្ងៃទម្រាំតែពួកគេស្លាប់បន្ទាប់ពីបានដឹងរឿងមួយនេះពួកគេក៏បានប្រញាប់ខលទៅកាន់មីងសាដាដើម្បីសុំជំនួយប៉ុន្តែបែរជាមិនអាចស្ដាប់គ្នាឮនោះទេចំណែក AST គឺនាងមិនសុខចិត្តឡើយនឹងចាក់ចេញពីទីនេះហើយទីនេះក៏ពួកនាងមិនអាចចាក់ចេញបានដែរនិយាយទៅអ្នកដែលនៅក្នុងនេះគឺមិនអាចសុំជំនួយអ្វីបានទាំងអស់ពីខាងក្រៅលុះត្រាតែគេចូលមកដោយខ្លួនឯងបន្ទាប់ពីពួកគេសម្លាប់បាត់ស្មារតីនៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនឡើងមកវិញបែរជាឃើញខ្លួនឯងមកដេកនៅក្នុងបន្ទប់មិនត្រឹមតែប៉ុណ្ណោះក៏បានឃើញមីងសាបាផងដែរប៉ុន្តែនៅពេលដែលពួកគេចេញមកខាងក្រៅបែរជាមិនបានឃើញគាត់ទាល់តែសោះដោយពួកគេជឿជាក់ថាមីងសាបាគឺជាអ្នកយកពួកគេចូលមកខាងក្នុងវិញប៉ុន្តែពេលនោះ ST មានអារម្មណ៍ថាចង់ក្អួតនៅពេលដែលនាងចូលទៅក្អួតនៅក្នុងបន្ទប់ទឹកស្រាប់តែក្អួតចេញមកគឺសុទ្ធតែដីកប់សពទាំងអស់គឺជាដីដែលគេកប់នៅលើភ្នូរនឹងឯងបន្ទាប់មកពួកគេទាំងពីរនាក់បាននាំគ្នាចូលមកសម្រាកវិញព្រោះអីពួកគេក៏មិនអាចចេញពីទីនេះបានដដែលគឺមានតែរងចាំអ្នកមកជួយតែប៉ុណ្ណោះលុះដល់ពេលវេលាយប់ម៉ោងប្រមាណជាង3ស្រាប់តែ Hanif នាងបានក្រោកដឹងខ្លួនឡើងគឺដោយសារតែនាងបានឮសំឡេងគេគោះបង្អួចពីខាងក្រៅនឹងឯងនៅពេលដែលនាងបើកមើលទៅតាមពិតគឺជាលោកពូខៃលុះពេលដែលនាងមើលម្ដងទៀតស្រាប់តែបាត់គាត់ទៅវិញគឺមិនឃើញគាត់នោះទេដូច្នេះលុះពេលវេលាព្រឹកឡើងពួកគេទាំងពីរនាក់បានព្យាយាមស្រែកសុំជំនួយពីអ្នកជិតខាងប៉ុន្តែគ្មានអ្នកណាម្នាក់បានឮទាល់តែសោះចំណែកឯអ្នកមីសាដាគាត់ក៏មិនអាចតាក់ទងពួកគេតាមរយៈទូរស័ព្ទបានទៀតដូច្នេះក៏សម្រេចចិត្តមករកពួកគេដោយផ្ទាល់តែម្ដងទៅបែរមកពួកគេទាំងពីរនាក់ដោយសារតែមិនដឹងធ្វើអ្វីគឺមានតែមើលសៀវភៅគម្ពីរនេះបន្តទៀតតែប៉ុណ្ណោះដើម្បីស្វែងរកដំណោះស្រាយនៅទីបំផុតនាងក៏យល់ឃើញថាការពិតទៅលោកពូរបស់នាងមានការច្រណែនជាមួយនឹងគ្រួសាររបស់នាងដោយសារតែឪពុករបស់នាងនឹងត្រៀមនាំពួកគេទៅរស់នៅទីក្រុងចាកាតាដើម្បីឲ្យពួកគេរៀនសូត្របានល្អហើយនឹងលក់ផ្ទះមួយនេះដើម្បីយកប្រាក់ផងដែរអញ្ចឹងហើយបានជាគាត់មានការគុំគួនចង់សម្លាប់ពួកគេដើម្បីដណ្ដើមយកផ្ទះមួយនេះដែលជាហេតុធ្វើឲ្យនាងខឹងជាខ្លាំងនិងស្រែកឲ្យលោកពូរបស់នាងចាប់ចេញមកយកជីវិតរបស់នាងភ្លាមមកប៉ុន្តែកុំសម្លាប់អូនស្រីរបស់នាងអីកំពុងតែយំសោកៗពួកគេក៏បានឃើញថាមានសំណាញ់ជាច្រើននៅខាងក្រោមគ្រែរបស់គាត់ហើយនៅពេលដែលបើកមើលទៅពួកគេសង្ស័យថាមានអ្វីមួយត្រូវបានលាក់នៅខាងក្រោមនឹងមួយតង់ទៀតដូច្នេះពួកគេក៏បាននាំគ្នាធ្វើការជីកកកាយមើលព្រោះតែចង់ដឹងថានៅខាងក្រោមនោះមានអ្វីហើយហានីរវល់តែជីកដីនឹងគឺមិនបានដឹងថាប្អូនស្រីរបស់ខ្លួនបានដើរចេញទៅបាត់នោះទេលុះមួយសន្ទុះក្រោយមកនាងក៏បានជីកនិងរកឃើញនៅរបស់មួយគឺជាខ្សែកមួយខ្សែប៉ុន្តែមិនទាន់ដឹងថាជារបស់អ្នកណាឡើយលុះពេលដែលនាងកាយទៀតទើបដឹងថាការពិតកន្លែងនេះត្រូវបានគេកប់សពនៅក្នុងផ្ទះនាងពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាសពត្រូវបានកប់នៅទីនេះលុះដល់ពេលដែលប្អូនរបស់នាងពិនិត្យខ្សែកមើលទៅទើបដឹងថាគឺជាខ្សែកមីងរបស់នាងដែលមានឈ្មោះថាសាបាចឹងមានន័យថាសពនេះគឺជាសពរបស់អ្នកមីងសាបាហេតុអ្វីបានជាលោកពូខៃមកកប់សពប្រពន្ធរបស់គាត់នៅទីនេះទៅវិញមិនព្រមយកទៅបញ្ចុះនៅឯភ្នូរនៅពេលដែលពួកគេបំរុងនឹងរត់ចេញក៏បានឃើញថាអ្នកមីងសាដាបានមកដល់កំពុងតែធ្វើម្ហូបដូច្នេះពួកគេបានយករឿងមួយនេះប្រាប់ទៅកាន់គាត់ប៉ុន្តែមើលទៅគាត់ធ្វើដូចជាធម្មតាទោះបីជាពួកគេព្យាយាមយកផាតាំងជាច្រើនយកមកបញ្ជាក់យ៉ាងណាក៏ដោយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានហាន់ដៃរបស់ខ្លួនឯងថែមទៀតនៅពេលដែលឃើញបែបនេះពួកគេដឹងថាគាត់គឺមិនមែនជាអ្នកមីងសាដានោះទេមិនយូរប៉ុន្មានស្រាប់តែហានីចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងលែងបានបន្ទាប់មកនាងក៏ចាប់ផ្ដើមក្អួតចេញនៅដីកប់សពជាច្រើនពីក្នុងមាត់របស់នាងឃើញបែបនេះប្អូនរបស់នាងក៏បាននាំគ្នាប្រញាប់រត់ចេញពីគាត់ប៉ុន្តែបែរជាមកជួបជាមួយនឹងអ្នកមីងសាដាម្នាក់ទៀត
ពួកគេមិនជឿថាគាត់គឺជាអ្នកមីងសាដានោះទេប៉ុន្តែអ្នកមីងសាដាគាត់ព្យាយាមបកស្រាយថាគាត់គឺជាអ្នកមីងសាដារបស់ពួកគេ100%Sin original no fake មិនមានការក្លែងបន្លំនោះទេបើសិនជាមិនសុទ្ធអាចដូរយកលុយវិញបាននៅពេលដែលឮគាត់អះអាងបែបនេះពួកគេក៏ជឿគាត់100%បន្ទាប់មកពួកគេក៏បានយករឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់អ្នកមីងសាដាព្រមទាំងបានយករបស់មួយនេះយកមកបង្ហាញគាត់ហើយអ្នកមីងសាដាគាត់ក៏បានបើកមើលទៅពេលនោះស្រាប់តែឃើញនៅអក្ខរាវិរុទ្ធមួយដើម្បីប្រឆាំងជាមួយនឹងការធ្វើអំពើមួយនេះបន្ទាប់ពីគាត់បានអានមើលទៅទើបគាត់ដឹងថាការពិតទៅរបស់នេះគឺជារបស់ឪពុករបស់ពួកគេគាត់បានទៅធ្វើវាឡើងដើម្បីទុកគ្រាន់តែការពារគ្រួសារមួយនេះប៉ុន្តែជាអកុសលគាត់មិនបានប្រើវានោះទេមិនត្រឹមតែប៉ុណ្ណោះគាត់បានប្រាប់ថាលោកពូរបស់ពួកគេគឺមិនមែនជាអ្នកធ្វើអំពើនេះឡើយព្រោះអីគាត់ចាំបានថានៅពេលដែលពួកគេនៅក្មេងហ្នឹងគឺមានរឿងរ៉ាវត្រូវបានកើតឡើងហើយបើសិនជាលោកពូខៃគាត់ពិតជាចង់ធ្វើអំពើសម្រាប់ពួកគេមិនមែនលោកពូខៃឲ្យគាត់នាំពួកគេទាំងពីរនាក់ចេញឲ្យឆ្ងាយពីភូមិនេះឡើយจึงមានន័យថាលោកពូខៃគាត់មិនបានធ្វើអំពើនេះនោះទេអញ្ចឹងតើជាអ្នកណាទៅជាអ្នកធ្វើបែបនេះកំពុងតែនិយាយគ្នាអំពីរឿងមួយនេះស្រាប់តែអ៊ីស្ធីត្រូវបានសន្លប់តែម្ដងដូច្នេះពួកគេក៏បាននាំអ៊ីស្ធីចូលមកក្នុងបន្ទប់ចំណែកឯបងស្រីរបស់នាងចូលទៅដាំទឹកក្តៅដើម្បីយកមកឲ្យនាងប៉ុន្តែនៅពេលដែលនាងនៅជាមួយនឹងមីងអ៊ីស្ធីបានហក់មកធ្វើការវាយប្រហារទៅលើអ្នកមីងដាសាតែម្ដងស្របពេលដែលភ្លើងក៏ត្រូវបានដាច់ថែមទៀតនៅពេលដែលហានីនាងចូលមកដល់ក្នុងបន្ទប់គឺមិនបានឃើញប្អូនស្រីរបស់នាងនោះទេគឺបានឃើញត្រឹមតែអ្នកមីងរបស់នាងត្រូវបានសន្លប់នៅក្នុងបន្ទប់នេះតែប៉ុណ្ណោះមិនដឹងថាគាត់ស្លាប់ឬក៏រស់ផងហើយនៅពេលដែលនាងព្យាយាមស្វែងរកនៅប្អូនស្រីរបស់នាងនាងក៏បានឃើញលោកពូរបស់នាងបង្ហាញខ្លួនចេញមកព្រមទាំងបានធ្វើការលងបន្លាចនាងហើយនាងក៏បានលើសំឡេងប្អូនស្រីរបស់នាងហៅនាងពីក្រោយខ្នងប៉ុន្តែនៅពេលនាងងាកទៅមើលបែរជាមិនបានឃើញអ្វីទាំងអស់សូម្បីតែលោកពូរបស់នាងដែលនៅបាញ់មិញក៏ត្រូវបានបាត់ដូចគ្នាដែរដល់ពេលដែលងាកទៅវិញបានឃើញខ្មោចរបស់អ្នកមីងសាបាដោយសារតែនាងភ័យពេកនាងបានបិទភ្នែកនិងយកដៃរងប៉ុន្តែគ្រប់យ៉ាងក៏ត្រូវបានបាត់ទៅវិញដូច្នេះនាងក៏បានបើកភ្នែកមកវិញនាងគឺត្រូវបានខ្មោចអ្នកមីងរបស់នាងលងបន្លាច់ម្ដងហើយម្ដងទៀតប៉ុន្តែនៅពេលដែលនាងបើកភ្នែកម្ដងទៀតគឺមិនឃើញអ្វីទាំងអស់បន្ទាប់មកនាងបានឃើញថាប្អូនស្រីរបស់នាងគឺត្រូវបានគេអូសទាញចូលទៅក្នុងបន្ទប់របស់លោកពូដូច្នេះនាងព្យាយាមបើកទ្វារចូលទៅប៉ុន្តែទ្វារបើកមិនបាននោះទេប៉ុន្តែសសកស្រាប់តែទ្វារបន្ទប់នោះបែរជាត្រូវបានបើកដោយខ្លួនឯងដូច្នេះនាងក៏បានប្រញាប់ចូលទៅខាងក្នុងដើម្បីស្វែងរកប្អូនស្រីរបស់នាងលុះដល់ពេលដែលនាងចូលទៅបែរជាបានឃើញថាប្អូនស្រីរបស់នាងកំពុងតែត្រូវបានខ្មោចចូលនៅទីនេះហើយនៅក្នុងបន្ទប់នេះពោពេញទៅដោយវិញ្ញាណខ្មោចជាច្រើនខ្មោចកំពុងតែលងផងស្រាប់តែសកពិលរបស់នាងបែរជាអស់ថ្មនិងរលត់ទីបំផុតនាងក៏បានសន្លប់បាត់ស្មារតីប៉ុន្តែនៅពេលដែលនាងសន្លប់នឹងនាងហាក់ដូចជាបានឃើញនៅរូបភាពនៅពេលដែលម្ដាយរបស់នាងត្រូវបានស្លាប់ឪពុករបស់នាងមានការឈឺចាប់ជាខ្លាំងប៉ុន្តែនៅយប់នោះគាត់បានឮសំឡេងមនុស្សដើរចេញទៅខាងក្រៅទាំងយប់ដូច្នេះគាត់ក៏បានដើរទៅតាមការពិតគឺជាអ្នកមីងរបស់នាងគឺដើរទៅស៊ីដីភ្នូនឹងឯងចឹងមានន័យថាអ្នកមីងរបស់នាងនឹងឯងគឺជាអ្នកធ្វើអំពើបែបនេះដាក់គ្រួសាររបស់នាងបន្ទាប់ពីឪពុករបស់នាងបានដឹងរឿងនេះគាត់ក៏បានទៅសុំឲ្យគ្រូអាគមម្នាក់ធ្វើអាវុធមួយដើម្បីធ្វើការកំចាត់អ្នកមីងរបស់នាងចោលតែម្ដងប៉ុន្តែបន្ទាប់ពីបានអាវុធរួចហើយគាត់មិនទាន់ទាំងបានប្រើផងនៅពេលដែលគាត់បើករថយន្តត្រឡប់មកវិញនៅតាមផ្លូវគាត់បែរជាបានឃើញសាបាកំពុងតែឈរនៅតាមផ្លូវប៉ុន្តែនៅពេលដែលគាត់ងាកមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់លុះបន្ទាប់មកគាត់ក៏ចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងលែងបានហើយគាត់បានបោកក្បាលសម្រាប់ខ្លួនឯងនៅពេលនឹងឯងចំណែកមីសាដាគាត់បានភ្ញាក់ដឹងខ្លួនឡើងមកវិញគាត់បានយកអាវុធនោះចាត់ការទៅលើខ្មោចរបស់មីងនាងគឺមានតែរបស់នេះតែប៉ុណ្ណោះដែលអាចចាត់ការនាងបាននិយាយមិនទាន់ចប់ផងគាត់ក៏ត្រូវបានខ្មោចរបស់សាបាអូសគាត់ធ្វើឲ្យគាត់សន្លប់បាត់ស្មារតីម្ដងទៀតបែរមកហានីហ្វេនវិញក៏បានប្រញាប់រកប្អូនស្រីរបស់នាងនៅទីបំផុតនាងក៏បានរកឃើញអ៊ីស្ធីកំពុងតែនៅក្នុងផ្ទះបាយមិនយូរប៉ុន្មានខ្មោចនោះក៏បានបង្ហាញខ្លួនចេញមកម្ដងទៀតពួកគេព្យាយាមរត់គេចវាក៏នៅតែដេញតាមបើផ្លែតក្រោយមកវាក៏បានបាត់ទៅវិញការពិតវាមិនបានបាត់ទៅណានោះទេគឺវានៅលើក្បាលរបស់ពួកគេឯណោះបន្ទាប់មកពួកគេក៏បានដឹងថាតាមពិតវានៅខាងលើឃើញបែបនេះពួកគេបាននាំគ្នារត់គេចម្ដងទៀតដោយលើកនេះគឺពួកគេរត់ចូលទៅពួននៅក្នុងបន្ទប់របស់លោកពូរបស់ពួកគេនឹងឯងដោយពួកគេគឺបានពួនផ្សេងគ្នា
ពេលនោះខ្មោចនោះវាក៏បានដើរចូលមកហើយហានីសបានប្រាប់ប្អូនស្រីរបស់នាងកុំមាត់ឲ្យសោះទុកឲ្យនាងគឺជាអ្នកចាត់ការនៅពេលដែលខ្មោចនោះដើរចូលមកដល់វាហាក់ដូចជាបានដឹងថាពួកគេនៅទីនេះបាត់ទៅហើយឆ្លៀតឱកាសមួយនេះហានីសបានយករបស់មួយនឹងចាក់ចំខ្មោចមីងរបស់នាងដែលជាហេតុធ្វើឲ្យព្រលឹងរបស់គាត់ក៏ត្រូវបានឆេះហើយក៏ត្រូវបានរលីសាបសូន្យនៅក្នុងពេលនឹងតែម្ដងទៅលុះដល់ពេលវេលាព្រឹកស្អែកឡើងពួកគេក៏បាននាំគ្នារៀបចំខ្លួនដើម្បីចាកចេញពីផ្ទះមួយនេះប៉ុន្តែនៅពេលដែលបំរុងចេញទៅហើយក៏ស្រាប់តែមានលោកយាយម្នាក់បានមកសុំជួបពួកគេបន្តិចសិនដោយគាត់មានរឿងសំខាន់ប្រាប់ពួកគេដូច្នេះពួកគេក៏បានយល់ព្រមនិងសួរថាតើគាត់មករកពួកគេមានការអ្វីហើយគាត់បានប្រាប់ថាគាត់មកនេះព្រោះតែគាត់ចង់មកយកសៀវភៅពណ៌ក្រហមរបស់គាត់វិញចឹងមានន័យថាលោកយាយម្នាក់នឹងគឺជាម្ចាស់នៃសៀវភៅមួយនឹងព្រមទាំងបានប្រាប់ថាពួកគេមិនអាចចាកចេញពីទីនេះបានទេលុះតែរយៈពេល40ថ្ងៃក្រោយបន្ទាប់មកលោកយាយម្នាក់នឹងក៏បានបាត់ខ្លួនភ្លាមឃើញបែបនេះពួកគេបាននាំគ្នាប្រញាប់រត់ចេញប៉ុន្តែមិនអាចចេញបានឡើយចំណែកឯលោកពូអ្នកមីងដែលមកទទួលពួកគេរងចាំនៅខាងក្រៅពួកគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដូច្នេះពួកគេក៏នៅតែជាប់ក្នុងផ្ទះនេះដដែល